ទីនេះអាចនិយាយបានថាជាគោលដៅទេសចរមួយដែលនៅពេលដែលបងប្អូនបានទៅដល់ហើយខ្ញុំជឿថាច្បាស់ជាចង់ទៅម្ដងទៀតដោយសារតែនៅទីនេះគឺមានទេសភាពស្រស់ស្អាតជាមួយនឹងធម្មជាតិនៃទន្លេមេគង្គនៅទីនេះគឺនឹងធ្វើឲ្យបងប្អូនទទួលបានអារម្មណ៍ស្រស់ស្រាយក៏ដូចជាភ្លេចអស់នៅទុក្ខកង្វល់នានានេះគឺរមណីយដ្ឋានកោះហាននៃខេត្តស្ទឹងត្រែងដែលជាគោលដៅទេសចរដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជាយើងដែលបងប្អូនគួរតែទៅទស្សនាដែលនៅទីនេះគឺមានសកម្មភាពកម្សាន្តជាច្រើនក្រៅតែពីទេសភាពដ៏ស្រស់ស្អាតដោយដែលបងប្អូនឃើញហ្នឹងដែលមានដូចជាការជិះកាយ៉ាក់ដើរលេងនៅតាមព្រៃលិចទឹកការបោះតង់មើលសត្វបក្សីក៏ដូចជាមើលថ្ងៃលិចស្រស់ស្អាតជាដើមទៅវីដេអូមួយនេះគឺជាដំណើរកម្សាន្តរបស់ខ្ញុំលើកទី1ហើយទៅកាន់ខេត្តស្ទឹងត្រែងអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងថានៅទីនោះមានអ្វីទស្សនាក៏ដូចជាចង់ដឹងថាទិដ្ឋភាពមានអ្វីខ្លះកុំភ្លេចតាមដានវីដេអូមួយនេះដល់ចប់រំសួស្ដីអ្នកនរគ្នាថ្ងៃនេះយើងមានដំណើរកម្សាន្តថ្មីទៀតហើយដែលយើងនឹងទៅលេងនៅខេត្តស្ទឹងត្រែងហើយគោលដៅធំរបស់យើងហ្នឹងគឺយើងនឹងទៅលេងនៅកោះហានដែលជាកន្លែងថ្មីមួយសិនជាដែរទៅដល់គ្នាហើយថ្ងៃនេះយើងចេញទៅទាំងអស់សរុប5ម៉ូតូហើយឥឡូវនេះម៉ោង4ហើយអញ្ចឹងម៉ោង4ម៉ោង5ហើយអញ្ចឹងយើងប្រហែលជាតម្រាំទៅដល់នោះរៀងថ្ងៃដែរហើយយើងចេញពីនេះទៅយើងទៅញ៉ាំអីនៅខាងផ្លូវបែកកោះកេសាយើងទៅកាត់តាមព្រះវិហារណាអញ្ចឹងថ្ងៃនេះជិលទៅគ្នាប្រហែលជាទៅ8នាក់ឡូបងខេត្តស្ទឹងត្រែងមានចម្ងាយប្រហែលជា300គីឡូជាងពីខេត្តសៀមរាបទៅអញ្ចឹងហើយដើម្បីទៅដល់ទីនោះហើយមានពេលច្រើនក្នុងការអាចដើរលេងដើរទស្សនាបានគឺយើងចេញទៅរៀងព្រលឹមតិចសម្រាប់ការដើរលេងមួយគឺខ្ញុំចូលចិត្តជិះម៉ូតូមែនទែនដោយសារតែការជិះម៉ូតូគឺអាចឲ្យយើងផ្សារភ្ជាប់ជាមួយនឹងមជ្ឈដ្ឋានក៏ដូចជាបរិស្ថានជុំវិញខ្លួនយើងបានល្អមែនទែនអញ្ចឹងនៅពេលដែលយើងជិះកាត់នៅកន្លែងទេសភាពឬក៏ខ្យល់អាកាសបែបណាគឺយើងអាចទទួលដឹងបានទាំងអស់ហើយនៅពេលដែលយើងចេញធ្វើដំណើរកម្សាន្តទៅកាន់កន្លែងណាមួយដែលឆ្ងាយអញ្ចឹងនៅពេលដែលបានជិះម៉ូតូគឺយើងអត់មានអារម្មណ៍ថាធុញទេបើសិនជាបងប្អូនជិះឡានវិញគឺនៅពេលដែលយើងធ្វើដំណើរកម្សាន្តទៅលើសពី5ម៉ោងជិះទៅកាន់គោលដៅទេសចរណាមួយខ្ញុំជឿថាបងប្អូនមានអារម្មណ៍ថាធុញមានអារម្មណ៍ថាបន់ឲ្យតែឆាប់ដល់ទេប៉ុន្តែជាក់ស្ដែងជាមួយនឹងការជិះម៉ូតូគឺយើងឈៀលនៅតាមផ្លូវយើងមើលនេះមើលនោះហើយអារម្មណ៍យើងគឺផ្ដោតជាមួយនឹងការបើកបរក៏ដូចជាផ្លូវហ្នឹងអញ្ចឹងហើយគឺធ្វើអារម្មណ៍យើងគឺ focus ល្អមែនទែនហើយសម្រាប់ការធ្វើដំណើរទៅនេះគឺយើងជិះទៅកាត់តាមក្រុងព្រះវិហារអញ្ចឹងហើយចេញពីសៀមរាបគឺយើងបានមកដល់ស្រុកស្វាយលើបន្ទាប់មកយើងចេញពីស្វាយលើហ្នឹងយើងធ្វើដំណើរឆ្ពោះទៅកាន់តំបន់កោះកេដែលមានផ្លូវបែកទៅកាន់ក្រុងព្រះវិហារហ្នឹងក្រោយពីធ្វើដំណើរអស់ជាង1ម៉ោងយើងក៏បានមកដល់កន្លែងអាហារដ្ឋានមួយនៅចំផ្លូវ8ទៅកាន់ក្រុងព្រះវិហារក៏ដូចជាកោះកេហ្នឹងដែលទៅត្រង់គឺយើងទៅកោះកេហើយមានផ្លូវបត់ស្ដាំហ្នឹងគឺយើងទៅកាន់ក្រុងព្រះវិហារអញ្ចឹងសម្រាប់បងប្អូនដែលអាសាធ្វើដំណើរកម្សាន្តកាត់តាមផ្លូវនេះអីគឺអាចសេវអាហារដ្ឋានមួយនេះបានដែលកន្លែងនេះគឺគាត់មានលក់ម្ហូបអាហារច្រើនមុខច្រើនបែបមែនទែនគេអ្នកនេះឥឡូវនេះយើងដល់ក្រុងព្រះវិហារយើងចូលឈប់សារៈនៅ
ក្រាសាំងផ្លេសិនហើយយើងនឹងបន្តដំណើរទៅទៀតហើយថ្ងៃនេះក៏ជីមកគឺមេឃសតុំជាប់រហូតខែប្រាំងតែភ្លៀងកក់ខែអញ្ចឹងមេឃត្រជាក់ស្រួលជីអត់សូវហត់ហើយអត់សូវក្តៅឥឡូវពងចូលដាក់កាហ្វេអ្នកខ្លះដាក់កាហ្វេអ្នកខ្លះសារៈចាក់សាំងហ្នឹងទៅអញ្ចឹងតិចទៀតយើងនឹងចេញតទៅទៀតចាំមើលទេសភាពតាមផ្លូវរបស់គ្នាក្រោយពីឈប់សម្រាកនៅក្រុងព្រះវិហារបានមកសបកហើយយើងក៏បន្តដំណើរយើងតទៀតហើយខ្ញុំអត់នឹកស្មានទេថាថ្ងៃដែលចេញទៅហ្នឹងគឺនឹងមានភ្លៀងដោយសារតែពេលយើងចេញទៅគឺយើងឃើញថាមេឃសតុំជាប់រហូតតាំងពីសៀមរាបមកអញ្ចឹងហើយនៅពេលដែលយើងធ្វើដំណើរបានប្រហែលជា100គីឡូជាងហ្នឹងគឺចាប់ផ្ដើមមានភ្លៀងរលឹមតិចតិចហើយបន្ទាប់មកក៏ចាប់ផ្ដើមមានភ្លៀងតែយ៉ាងណាក្ដីគឺវាធ្វើឲ្យទេសភាពនៅតាមផ្លូវហ្នឹងកាន់តែស្រស់ស្អាតក៏ដូចជាត្រជាក់ស្រួលសម្រាប់ការបើកបរដោយសារតែនៅតាមផ្លូវហ្នឹងគឺយើងឃើញមានកន្លែងមួយចំនួនគឺបងប្អូនប្រជាពលរដ្ឋនៅតាមភូមិហ្នឹងគឺគាត់ដុតព្រៃក៏ដូចជាដុតវាលហ្នឹងអញ្ចឹងហើយគឺបើសិនជាអត់មានភ្លៀងទេអាចនឹងក្តៅខ្លាំងnhồng ắt ở sắp này trong kia nhưng mà đây em đang ăn mày nhưng mà cô cái thơm đấy đi thơm đây bài đây coi nè hộp cái đầu đâu ấyតែអង្គុយជិតប្រពន្ធណាចាអញ្ចឹងដោយសារតែមុនហ្នឹងគឺមេឃភ្លៀងខ្លាំងអញ្ចឹងហើយយើងក៏សម្រេចចិត្តចូលញ៉ាំបាយថ្ងៃឲ្យហើយដោយសារតែម៉ោងវាខ្ទង់ម៉ោង11អីដែរហើយអញ្ចឹងក៏យើងញ៉ាំបាយហើយក៏បន្តដំណើរទៅមុខទៀតជាមួយនឹងភ្លៀងតិចតិចអលឹមតិចតិចហ្នឹងប៉ុន្តែយើងអាចធ្វើដំណើរបានហើយមេឃគឺត្រជាក់ស្រួលហើយសម្រាប់ផ្លូវពីព្រះវិហារទៅកាន់ស្ទឹងត្រែងនេះគឺយើងឆ្លងកាត់ស្រុកឆែបអញ្ចឹងហើយនៅតាមផ្លូវគឺយើងមើលឃើញទេសភាពប្លែកជាមួយនឹងធម្មជាតិហើយអត់សូវមានផ្ទះច្រើនហើយបើនិយាយពីផ្លូវក្នុងការធ្វើដំណើរហ្នឹងក៏ជាផ្លូវកស៊ូជាប់ទៅរហូតអញ្ចឹងហើយគឺអត់ពិបាកក្នុងការធ្វើដំណើរទេហើយខ្ញុំចូលចិត្តទេសភាពនៅតាមនេះមែនទែនដោយសារតែវាជាលើកទី1របស់ខ្ញុំដែលធ្វើដំណើរកាត់តាមនេះហើយនៅពេលដែលយើងធ្វើដំណើរទៅហ្នឹងគឺខ្ញុំសង្កេតឃើញមានភ្នំឬក៏ប្រភេទដូចថ្មដុះចេញពីដីមកគឺស្អាតមែនទែនខ្ញុំអត់ដែលឃើញទេ មកដល់ត្រង់ចំណុចនេះយើងសល់ប្រហែលជាខ្ទង់30គីឡូអីទៀតទេគឺយើងនឹងទៅដល់ស្រុកថ្លាបរិវត្តនៃក្រុងស្ទឹងត្រែងហើយប៉ុន្តែដោយសារតែនៅតាមផ្លូវគឺយើងជិះកាត់ទឹកធ្លាក់ព្រះនិមិត្តដែរអញ្ចឹងហើយយើងក៏ចូលលេងនៅទីនេះសិនប៉ុន្តែផ្លូវចូលទៅគឺរៀងពិបាកបន្តិចអញ្ចឹងហើយគឺយើងចំណាយពេលរៀងច្រើនដែរនៅក្នុងកន្លែងនេះនិយាយទៅសម្រាប់បងប្អូននៅពេលដែលចង់ទៅលេងនៅខាងស្ទឹងត្រែងយើងជិះពីព្រះវិហារឬក៏សៀមរាបទៅគួរតែចូលទៅលេងនៅទីនេះដោយសារតែនៅទីនេះគឺជាគោលដៅទេសចរល្អមួយដែរមែនតើទៅផ្លូវនេះគឺបើសិនជាអត់មានភ្លៀងគឺអត់មានអីពិបាកទេដោយសារតែមេឃភ្លៀងមុនហ្នឹងអញ្ចឹងហើយបានជាផ្លូវអាចថារៀងល្អិលបន្តិចអញ្ចឹងសម្រាប់បងប្អូនដែលធ្វើដំណើរទៅគួរតែប្រុងប្រយ័ត្នប៉ុន្តែជាក់ស្ដែងថ្ងៃដែលយើងទៅហ្នឹងគឺភ្លៀងខ្លាំងអញ្ចឹងហើយគឺបែកផុកហើយសម្រាប់ផ្លូវចូលទៅហ្នឹងប្រហែលជាខ្ទង់20ទៅ30គីឡូដែរអញ្ចឹងអាចថាជិះចូលទៅប្រហែលជាខ្ទង់ជិត1ម៉ោងទម្រាំតែចូលទៅដល់គោលដៅដែលយើងចង់ទៅហ្នឹងប៉ុន្តែវាអត់មែនជាឧបសគ្គអីធំដុំសម្រាប់យើងទេដោយសារតែគោលដៅយើងគឺមកដើម្បីស្គាល់ដើម្បីរុករក explore មើលកន្លែងថ្មីៗនៅក្នុង
ខេត្តស្ទឹងត្រែងហ្នឹងអញ្ចឹងហើយបានជាយើងចង់ចូលទៅមើលទៅទីនេះជាក់ស្ដែងទឹកធ្លាក់ព្រះនិមិត្តនេះគឺស្ថិតនៅក្នុងទឹកដីខេត្តព្រះវិហារទេដោយសារតែនៅទីនេះគឺជាប់ព្រំប្រទល់គ្នាជាមួយនឹងខេត្តស្ទឹងត្រែងអញ្ចឹងហើយនៅទីនេះដល់ពេលដែលបងប្អូនចូលទៅមានកន្លែងទេសចរផ្សេងទៀតមួយចំនួនដូចគ្នាដូចជាទឹកធ្លាក់ព្រះរំកិលអីជាដើមដែលនៅមួយជួរគ្នាហ្នឹងនិយាយទៅផ្លូវចូលមកនេះអាចថា 90% ហើយគឺជាផ្លូវដីអញ្ចឹងហើយគឺការធ្វើដំណើរមកគឺមិនសូវបានលឿនប្រហែលទេប៉ុន្តែនៅពេលដែលយើងបានមកដល់គឺបងប្អូននឹងឃើញនៅទេសភាពជាមួយនឹងទឹកជ្រោះទឹកធ្លាក់នេះគឺស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងបានគេថាដើម្បីទៅដល់គោលដៅឬក៏កន្លែងមួយដែលមានទេសភាពស្អាតគឺពេលខ្លះយើងត្រូវឆ្លងកាត់ជាមួយនឹងផ្លូវឬក៏ឧបសគ្គមួយចំនួនហើយដោយដែលបងប្អូនឃើញនេះគឺជាទឹកទន្លេមេគង្គតែម្ដងដែលវាហូរចាក់ចុះទៅកាន់ស្ទឹងត្រែងក៏ដូចជាហូរទៅដល់កញ្ចេះដល់អីហ្នឹងនិយាយទៅកន្លែងនេះគឺជាកន្លែងថ្មីមួយដែរខ្ញុំមិនដែលមកពីមុនទេហើយទេសភាពគឺប្លែកដោយបងប្អូនឃើញអញ្ចឹងគឺមានថ្មធំហើយមានទឹកហូរកាត់ចុះឡើងគឺបង្កើតបានជាទស្សនីយភាពមួយស្អាតមែនទែន Transition ដោយសារតែយើងជាប់ចូលលេងនៅទឹកធ្លាក់ព្រះនិមិត្តអញ្ចឹងតម្រាំតែមកដល់ក្រុងស្ទឹងត្រែងហ្នឹងគឺល្ងាចដែរហើយគឺម៉ោង 7 អញ្ចឹងហើយក៏យើងឈៀងមកក្រាសាំងដើម្បីចាក់សាំងបន្តិចដោយសារតែយើងជិះពីក្រុងព្រះវិហារមកគឺចង់អស់ដែរហើយអត់នេះមកដើរលេងហ៎គេមានបណ្ដាលអីមែនមានស្អែកខាងណាវិញcái ô cái lòng banana này đào không mùi na ăn đâu cà phê rồi thế nào này dương mà đo là còng á là bùng check in chỗ táo trong dương sra một tờ cái hái bạn dương tranh từ nhà mày to tiệtអញ្ចឹងក្រោយពី check in នៅកន្លែងគេងក៏ដូចជាទុកអីវ៉ាន់អីហើយយើងមួយទឹកមួយអីហើយក៏យើងចេញមកក្រៅវិញដើម្បីមករកកន្លែងញ៉ាំអាហារពេលល្ងាចដោយសារតែយើងអត់បានញ៉ាំអីដែរនិយាយទៅគឺយើងកាប់ដើរយកតែម្ដងអត់មានស្គាល់កន្លែងណាទេមើលទៅតាម Google Map ហើយជិះព្រាវរមកក៏មកប្រទេសកន្លែងលក់សាច់អាំងមួយកន្លែងនេះក៏ចូលមកញ៉ាំដែលមានទេសភាពនៅខាងក្រោយហ្នឹងគឺជាទន្លេមេគង្គផ្ទាល់តែម្ដងប៉ុន្តែដោយសារតែយើងទៅរៀងយប់ដែរហើយអញ្ចឹងអត់អាចមើលអីឃើញទេបាន30រៀលស៊ីបាន2ម៉ាត់tê là mày thằng đường nát tê là mày tê nghi rồi pì giang lên pì chua đất nó sai này đấy chập thằng nó nhém tiệt đấy ta dương đây thằng này ăn cái rốn số đây này đó nè hoặc là ní màu bờ cả là hay dương check out pì hotel hay rồi ní plan mà dương cứ dương đừng đa lên được nông còng sân từ cà phê từ nhà máy hay dùng tô liền sam do mấy chi rồi đây cái hòm khang hay mà đó mình nghỉ đã giờ ban liền này đến chân dương đừng rộn lại liềm tố hay mà hai triệu xong máu đo mình đâu ấy bạn dương chập đam tư lại sản cung đại dương đừng chi túc từ lên nơi có hành chân yeah chăm mơ nơi tết kia tam lời đó nhé tất kia paper nơi trong sân trai như dương màu nhắm bài nơi chích bu bờ vây khang sân trai nó 5 hồng cũng tên là 2 hồng 5 hồng ấy đượcប្រកបតបសកម្មភាពយើងគឺដំបូងគឺយើងយកម៉ូតូទៅដាក់ឲ្យគេលាងឲ្យស្អាតសិនបន្ទាប់មកញ៉ាំអាហារពេលព្រឹកនៅចិត្តដោយសារតែខេត្តស្ទឹងត្រែងនៅជាប់ព្រំប្រទល់គ្នាជាមួយនឹងប្រទេសឡាវដែរអញ្ចឹងបើនិយាយពីម្ហូបអាហារក៏ដូចជាភាសាប្រើប្រចាំថ្ងៃមួយចំនួនគឺមានឥទ្ធិពលមកពីខាងឡាវមួយចំនួនដែរនិយាយទៅនៅពេលព្រឹកហ្នឹងគឺយើងអត់សូវជាបញ្ញាប់អីមែនទេអញ្ចឹងហើយគឺយើងជិះដើរលេងក្នុងក្រុងបន្ទាប់មកតម្រាំតែម៉ោងប្រហែលជាខ្ទង់11អីបានយើងចាប់ផ្ដើមចេញដំណើរទៅកាន់កន្លែងដែលយើង
ទៅដើម្បីឡើងទូកទៅកាន់កោះហានឹងទៅកន្លែងសហគមន៍គេអញ្ចឹងការធ្វើដំណើរទៅប្រហែលជាខ្ទង់30គីឡូដើម្បីទៅដល់ផ្លូវចូលហ្នឹងគេអ្នកនរគ្នាឥឡូវនេះយើងដល់ច្រកចូលទៅកាន់រមណីយដ្ឋានកោះហានហើយដោយសារគ្នាយើងមានអ្នកមកមុនមកក្រោយអញ្ចឹងនៅឈប់ចាំតិចសិនហើយនៅពេលដែលយើងមកដល់ភ្លាមគឺយើងមានបងសុធាដែលគាត់ជាម្ចាស់នៅកន្លែងនេះដែរហើយគាត់ក៏ជាអ្នកដែលចាប់ផ្ដើមផ្ដួចផ្ដើមដំបូងនៅសហគមន៍សកោះហានេះដែលមានរយៈពេលដល់ទៅ10ឆ្នាំហើយតាមរយៈការរៀបរាប់របស់គាត់ហ្នឹងអញ្ចឹងគាត់បានបង្ហាញយើងពីផែនទីកោះក៏ដូចជាកន្លែងដែលយើងនឹងទៅកំសាន្តកន្លែងដែលយើងនឹងទៅបោះតង់អីជាដើមនៅថ្ងៃហ្នឹងអញ្ចឹងហើយគឺយើងក្រោយពីស្ដាប់ក៏ដូចជាយល់ហើយគឺយើងចាប់ផ្ដើមឡើងទូកដើម្បីទៅកាន់កោះមួយដែលយើងនឹងទៅញ៉ាំអាហារពេលថ្ងៃហ្នឹងចឹងកោះដែលយើងបានមកដល់នេះមានឈ្មោះថាកោះស្នែងដែលនៅក្បែរគ្នាជាមួយនឹងកោះហានដែរដែលកន្លែងនេះគឺជាកន្លែងមួយដែលយើងមកញ៉ាំបាយថ្ងៃដែលបងខាងសហគមន៍ហ្នឹងគាត់រៀបចំឲ្យហើយសហគមន៍គេនៅលើនេះគឺស្អាតមែនទែនស្តៀងទៅនឹងកោះត្រង់នៅខេត្តកោះចេះដែលខ្ញុំធ្លាប់បង្ហាញបងប្អូនពីមុនមកពីស៊ីមរៀបណែច្រើនណាស់ទៅបានមិញណាទៅបានញ៉ាំដល់មែនសាកូនខ្មែរវាកូនឆ្កែអ៊ំទីសบายดีមីងសบายดีពេលញ៉ាំបានដែរគ្នាលក់ចាំចៃលុយវិញថតហើយណាបាយណាបងទីវិញកុំទៅបាត់កូនចៅវិញចូលខែនេះអញ្ចឹងក្រោយពីនៅសម្រាប់ញ៉ាំអាហារថ្ងៃត្រង់ក៏ដូចជាគេងយកកម្លាំងបានមកសបោះហើយក៏យើងចាប់ផ្ដើមចេញដំណើរតទៀតដើម្បីមកជិះកាយ៉ាក់ហើយការជិះកាយ៉ាក់នេះគឺជាសកម្មភាពមួយដែលខ្ញុំគិតថាគឺជាសកម្មភាពដែលសប្បាយជាងគេក្នុងចំណោមនៅក្នុង trip នេះដែលយើងជិះកាយ៉ាក់ហ្នឹងអុំកាយ៉ាក់ហ្នឹងកាត់តាមព្រៃលិចទឹកបដោយទន្លេចុះទៅរហូតទៅដល់កន្លែងដែលយើងនឹងបោះតង់គេងហើយនៅតាមផ្លូវហ្នឹងគឺយើងអាចឈប់ដើម្បីថតរូបនៅកន្លែងស្អាតជាច្រើនមានដូចជាឫសឈើធំក៏ដូចជាកន្លែងដែលមានទេសភាពប្លែកនៅតាមបណ្ដោយទន្លេមេគង្គហើយបងប្អូនបាច់បារម្ភរឿងសុវត្ថិភាពទេដោយសារតែនៅពេលដែលយើងជិះកាយ៉ាក់ហ្នឹងទៅគឺបងដែលគាត់ទៅជាមួយខាងសហគមន៍ហ្នឹងគឺគាត់ជិះទូកធំដើម្បីអមយើងទៅរហូតអញ្ចឹងបានថានៅទន្លេមេគង្គយើងគឺជាកន្លែងដែលមានសក្តានុពលមួយដែលអាចបង្កើតជាតំបន់ទេសចរក៏ដូចជាសហគមន៍ទេសចរស្អាតល្អជាច្រើនដោយសារតែបើយើងមើលពីទេសភាពក៏ដូចជាបរិយាកាសហ្នឹងគឺអត់មានចាញ់គ្នាប្រមាណពីកោះនៅតាមតំបន់សមុទ្រទេគឺមានភាពស្រស់ស្អាតម្នាក់ម្យ៉ាងនិយាយទៅខ្ញុំស្រឡាញ់បរិយាកាសបែបនេះមែនទែនហើយខ្ញុំ recommend បងប្អូនបើសិនជាចង់ទៅលេងអីអាចទៅខ្ទង់ខែប្រាំងហ្នឹងដោយសារតែទឹកស្រកអញ្ចឹងហើយគឺយើងអាចជិះកាយ៉ាក់ហើយឈប់លេងនៅតាមកន្លែងឆ្នេរខ្សាច់ឬក៏កោះស្អាតជាច្រើនបើសិនជាយើងទៅខែផ្សារអាចថាទឹករៀងច្រើនទឹកឡើងអញ្ចឹងហើយភាគច្រើនព្រៃលិចទឹកនោះគឺលិចទឹកខ្លាំងមែនទែនហើយក្រោយពីជិះកាយ៉ាក់បានមកសម្បកនៅពេលដែលមកដល់ខ្ទង់ម៉ោង 7:05 7:06 ហ្នឹងគឺយើងអាចមកមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅកន្លែង view point មួយដែលបងខាងសហគមន៍គាត់ជូនយើងមកហ្នឹងហើយ
មានដូចជាកូនកោះនឹងស្អាតខ្លាំងមែនទែនយើងមើលពីលើវិញគឺមានអារម្មណ៍ថាប្លែកភ្នែកក្រោយពីថ្ងៃលិចគាត់ក៏នាំយើងមកកាន់កន្លែងដែលយើងនឹងបោះតង់គេនឹងអញ្ចឹងនៅពេលដែលយើងទៅជាមួយនឹងបងខាងសហគមន៍គឺគាត់ជួយដឹកអីវ៉ាន់ក៏ដូចជារៀបចំឲ្យយើងបញ្ចប់តែម្ដងតាំងពីមកហូបអាហារក៏ដូចជាតង់អីផ្សេងគឺគាត់រៀបចំឲ្យយើងទាំងអស់បងដែលគាត់ទៅជាមួយគ្នាហ្នឹងគ្រាន់តែទៅដល់ភ្លាមដាក់អីវ៉ាន់ចំមិនទាន់ទេបងប្អូនគឺខ្វល់កក្នុងការស្ទូចត្រីប៉ុន្តែដោយសារតែយើងអត់បានដាក់ទៅឧបករណ៍ទៅគ្រប់គ្រាន់អញ្ចឹងហើយការស្ទូចហ្នឹងគឺអត់សូវជាបានត្រីធំអីប្រហែលទេអញ្ចឹងនៅក្នុងថ្ងៃទី3ដែលជាថ្ងៃចុងក្រោយរបស់យើងហ្នឹងក៏យើងអត់មានទៅលេងណាឆ្ងាយដែរគឺយើងលេងនៅក្បែរកោះកន្លែងដែលយើងបោះតង់ហ្នឹងទេដោយសារតែព្រឹកហ្នឹងគឺយើងនឹងធ្វើដំណើរចេញទៅខេត្តសៀមរាបវិញហើយទៅនៅទីនេះបើសិនជាបងប្អូនទៅខ្ទង់2យប់អីគឺល្មមដោយសារតែយើងមានសកម្មភាពកំសាន្តច្រើនប៉ុន្តែដោយសារតែពេលយើងខ្លីអញ្ចឹងហើយគឺយើងអត់បានទៅមើលឬក៏ទៅគ្រប់កន្លែងទេអញ្ចឹងនៅព្រឹកថ្ងៃទី3នេះគឺនៅពេលព្រឹកហ្នឹងងើបឡើងគឺយើងនៅញ៉ាំអាហារពេលព្រឹកនៅនឹងកន្លែងដែលយើងបោះតង់ទៅហើយបន្ទាប់មកយើងចុះលេងទឹកនៅកន្លែងខ្សាច់ដែលបងប្អូនឃើញនៅខាងក្រោយខ្នងហ្នឹងនេះគឺជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំដែរដោយសារតែទូទៅធ្លាប់តែបោះតង់ដូចជានៅតាមភ្នំអីជាដើមប៉ុន្តែលើនេះគឺយើងបានបោះតង់នៅលើឆ្នេរខ្សាច់នៅលើកូនកោះមួយនៅកណ្ដាលទន្លេមេគង្គតែម្ដងតែខ្ញុំជឿថាបើសិនជាបងប្អូនបានទៅឃើញទឹកនៅទីនេះគឺដឹងតែចង់ហែលលេងតែម្ដងដោយសារតែវាថ្លាឆ្វង់តែម្ដងហើយមានខ្សាច់ស្អាតដូចជានៅសមុទ្រអញ្ចឹងអញ្ចឹងនៅពេលដែលចេញមកវិញនេះក៏យើងបានឈប់នៅកន្លែងប្រវត្តិសាស្ត្រមួយចំនួនដូចជាកន្លែងនេះគឺជាកន្លែងឡបុរាណដែលខ្ញុំអត់ច្បាស់ថាមានអាយុកាលប្រហែល10ឆ្នាំមកហើយទេប៉ុន្តែកន្លែងនេះគឺប្លែកដោយសារតែយើងឃើញមានដូចជាឡធំនៅតាមច្រាំងទន្លេហ្នឹងដែលជឿថាប្រហែលជាពីមុនគេប្រើប្រាស់សម្រាប់ដុតឬក៏ធ្វើឥដ្ឋឬក៏ធ្វើអីជាដើមដោយសារតែយើងឃើញមានឥដ្ឋមួយចំនួនបែកបាក់នៅក្បែរគ្នាហ្នឹងហើយកន្លែងបន្ទាប់ដែលយើងបានមកដល់នេះគឺនៅកោះស្នែងដដែលទេប៉ុន្តែនៅប៉ែកខាងត្បូងនៃកោះដែលយើងមកដើម្បីគេហៅថាមកស្គាល់ពីព្រៃអ្នកតាដែលនៅទីនេះគឺជាកន្លែងមួយដែលចាស់នៅលើកោះនឹងសម័យមុនគឺគាត់តែងតែយកសពដើម្បីមកបូជានៅទីនេះហើយយើងក៏មានបងប្រុសដែលគាត់ជាអ្នកបើកទូកឲ្យយើងហ្នឹងគាត់ជាអ្នករស់នៅទីនេះផ្ទាល់តែម្ដងហើយក៏គាត់ដឹងពីប្រវត្តិមួយចំនួននៃព្រៃអ្នកតានេះអញ្ចឹងហើយក៏គាត់រៀបរាប់ប្រាប់យើងអំពីដំណើរសាច់រឿងអីផ្សេងអញ្ចឹងសរុបមកវិញនេះគឺជាដំណើរកំសាន្តមួយដែលខ្ញុំគិតថាបងប្អូនបើសិនជាអត់ដឹងថាគួរទៅលេងកន្លែងណាដែលប្លែកទេគួរតែទៅលេងប៉ែកខាងកោះហាននេះដែលនៅក្នុងខេត្តស្ទឹងត្រែងដែលនៅទីនេះគឺមានសកម្មភាពកំសាន្តជាច្រើនអាចឲ្យបងប្អូនទទួលបានអារម្មណ៍ប្លែកមែនទែនអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងអំពីព័ត៌មានបន្ថែមដូចជាខាងសហគមន៍ហ្នឹងយើងអាចតាក់ទងគាត់តាមរយៈអីខ្ញុំនឹងដាក់លេខទូរស័ព្ទរបស់គាត់នៅក្នុង comment ខាងក្រោមដែលបងប្អូនអាចតាក់ទងទៅសួរតាក់ទងនឹងតម្លៃក៏ដូចជាសកម្មភាពកំសាន្តផ្សេងៗអញ្ចឹងវីដេអូមួយនេះក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាហើយយើងជួបគ្នានៅវីដេអូក្រោយទៀត